anh ấyគាត់បានវិភាគខ្លីៗទាក់ទងទៅនឹងបញ្ហាការបិទច្រកគាត់បាននិយាយច្រើនប៉ុន្តែខ្ញុំលើកយកតែមួយចំណុចនិយាយគាត់ថាប្រហែលថ្ងៃមុនដែលថៃបានបិទច្រករវាងព្រំដែនកម្ពុជាថៃហ្នឹងគាត់ថាខាងថៃទីហ៊ានជាអ្នកបិទមិនមាននាយករដ្ឋមន្ត្រីជាអ្នកបិទទេតែនៅខ្មែរយើងនាយករដ្ឋមន្ត្រីជាអ្នកបិទគាត់ថាគាត់តែមើលការងារគ្រប់គ្រងប៉ុណ្ណឹងដឹងបាត់ដឹងពីសមត្ថភាពដឹងពីស្ថានភាពនៃការគ្រប់គ្រងប្រទេសបាទគាត់និយាយគាត់សួរថាទាហានមានមកដើម្បីអីមានមកដើម្បីការពារជាតិឬមកគ្រប់គ្រងជាតិគាត់ថាសម័យឥឡូវមិនមែនដូចជាសម័យ100ឆ្នាំមុនទេដែលមានសង្គ្រាមត្រូវវែកនេះថាអត់ទេសម័យឥឡូវគឺគេប្រើការទូតជាការសំខាន់នាយករដ្ឋមន្ត្រីមានកិច្ចការច្រើនណាស់ទាំងផ្នែកការទូតទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកអន្តរជាតិទាំងផ្នែកគ្រប់គ្រងទាំងផ្នែកការពារជាតិគឺសិទ្ធិនៅក្រោមអំណាចរបស់នាយករដ្ឋមន្ត្រីជាអ្នកគ្រប់គ្រងជាអ្នកមើលវែងឆ្ងាយមើលគ្រប់ជ្រុងជ្រោយទាំងអស់ប៉ុន្តែនេះសូម្បីតែរឿងព្រំដែនអន្តរជាតិបែរជាទៅទាហានជាអ្នកបិទវិញបងប្អូនណាដែលមានមតិយោបល់ត្រង់ចំណុចហ្នឹងដែលថាអាចយល់ស៊ីជម្រៅជាងខ្ញុំអត់មានបានយល់អីទេអានេះខ្ញុំគាត់តែបកប្រែពីការនិយាយរបស់គាត់ទេហើយគាត់ហ្នឹងគឺជាតំណាងរាស្ត្រមួយរូបនៅក្នុងសភាថៃដែរគាត់ហ្នឹងហើយឃើញប្រហែលថ្ងៃនេះឃើញគាត់ដូចជាចេញនៅវីដេអូឃ្លីបច្រើនអញ្ចឹងហើយឃើញប្រជាជនថៃមួយចំនួនក៏ចាប់អារម្មណ៍ដូចគាត់ដែរបើសិនតែបងប្អូនដែលមានចំណេះដឹងតាក់ទងនឹងខាងហ្នឹងសូមជួយខមមិនផងខ្ញុំចង់ដឹងថាតើអ្វីដែលគាត់និយាយហ្នឹងវាមានន័យបែបម៉េចវិញបាទអរគុណចា៎